បើអ្នកមិនកាន់ពុទ្ធសាសនាអ្នកកាន់ពុទ្ធសាសនាក្តីបើមិនបានសិក្សាអំពីព្រះសទ្ធម្មទេអំពីអត្តនៃធម៌ទេកុំបកស្រាយណានណាចាប់ពីថ្ងៃនេះទៅត្រូវតែនិយាយបានអ្នកណាប៉ះពាល់ព្រះពុទ្ធសាសនាកណាឈ្មោះយន់សញ្ជាតិប្រាប់ព្រះអង្គអញ្ចឹងបើអ្នកមិនកាន់ពុទ្ធសាសនាអ្នកកាន់ពុទ្ធសាសនាក្តីបើមិនបានសិក្សាអំពីព្រះសទ្ធម្មទេអំពីអត្តនៃធម៌ទេកុំបកស្រាយកុំទឹកដីមានច្បាប់កុំចេះតែនិយាយមានរដ្ឋាភិបាលមានក្រសួងធម្មការពុទ្ធបរិស័ទកម្ពុជាមិនល្ងងរហូតដល់អោនជង្គង់លុតជង្គង់ឲ្យអ្នកណាប្រមាថការទៀនទេចាំនេះអស់លោកមិនចេះតែមានមាត់មានតែក្រូចចេះតែស្រែកកោកពួកយើងអ្នកកាន់ព្រះពុទ្ធសាសនាមិនបំផ្លាញជាតិទេយើងកសាងជាតិយើងចូលរួមកសាងសង្គមឲ្យរីកចម្រើនប្រកបដោយធម៌ដោយសេចក្តីល្អមិនចេះតែនឹកឃើញឲ្យស្រែកកោកអត់ទេបកូនណាប្រសងចឹងដែរគេថាឲ្យនៅស្ងៀមមកប្រទេសខ្លាចមែនបកស្រាយពន្យល់អ្នកឯងជានរណាបានហ៊ានប្រមាថការទៀនការបដិបត្តិរបស់ពួកយើងតែការបដិបត្តិរបស់ពួកយើងនេះមិនបានញ៉ាំងឲ្យសង្គមនេះធ្លាក់ចុះទេហើយក៏មិនបានបង្កវិនាសកម្មដល់អ្នកណាដែរព្រះពុទ្ធជាម្ចាស់ត្រាស់ដឹងដើម្បីសេចក្តីសុខនិងប្រយោជន៍របស់មនុស្សនិងទេវតាអញ្ចឹងសម្រាប់ពួកអ្នកកាន់ពុទ្ធសាសនាពុទ្ធសាសនិក 96% នៅកម្ពុជានេះយើងជាម្ចាស់ប្រទេសយើងប្រកាន់យកព្រះពុទ្ធសាសនាជាបដិបទារបស់ពុទ្ធបរិស័ទខ្មែរអ្នកឯងគ្មានសិទ្ធិបើអ្នកឯងមិនចេះអ្នកឯងគ្មានសិទ្ធិនិយាយទេសិក្សាច្បាស់រឿងហ្នឹងប្រសងចឹងណា slow to slow កណាមកឲ្យព្រះអង្គកាយទេតែពន្យល់អ្នកណាក៏ដោយតែយល់ខុសអំពីធម៌យើងមានសិទ្ធិពន្យល់បើគេមានសិទ្ធិបើគេហ៊ាននិយាយដាក់ព្រះអង្គហើយព្រះអង្គខ្លាចស្អីខ្លាចថាជីវិតវាមិនទៀងទេណាហើយបើហ៊ានវិញប្រសងមួយចំនួនគិតតែពីទីទៀនព្រះពុទ្ធសាសនាខ្លួនឯងអូត្រឹមត្រូវណាស់វត្តនឹងចេះវត្តនឹងចប់ប្រយ័ត្នតែញោមឈប់មកវត្តហ្នឹង